របស់ខ្ញុំទាំងអស់នេះជារបស់ខ្ញុំងាប់ទៅអាសម្រាមឲ្យចំណីនេះជារបស់យើងចេញឲ្យឆ្ងាយទៅអាអេតប្រយោជន៍វាចិត្តសម្រាប់ឯងហើយតើគឺជារបស់ខ្ញុំទាំងអស់ជារបស់ខ្ញុំជារបស់ខ្ញុំអាចឆ្កែតូចឯងចង់ងាប់មែនទេខ្ញុំមិនចង់ងាប់ទេចាំងឈីឯងមិនទាន់ងាប់ទេអីបងឈីទាំងអស់នេះគឺជាការយល់ច្រឡំទេខ្ញុំសូមអង្វរលែងខ្ញុំទៅបានទេខ្ញុំជាមនុស្សចិត្តទន់ណាស់បើឯងមិនងាប់ខ្ញុំដេកមិនលក់ទេរបស់ខ្ញុំទាំងអស់នេះជារបស់ខ្ញុំបងឈីខ្ញុំខុសហើយខ្ញុំសូមអង្វរអាបិសាចពាក់អាវក្រោះនោះចិត្តមកដល់ហើយខ្ញុំសំពះអង្គរបងហើយឲ្យតែបងលែងខ្ញុំពួកខ្ញុំសុខចិត្តធ្វើជាគោជាសេះបំរើបងលីងលីងឆាប់មកសំពះសុំទោសបងឈីទៅឲ្យខ្ញុំសុំទោសវាអីខ្ញុំឯងឆាប់សុំទោសទៅឯងចង់ឲ្យខ្ញុំងាប់ជាមួយឯងដែរមែនទេចាំងឈីខ្ញុំសុំទោសអត់ទោសឲ្យខ្ញុំផងបានទេបងឈីមិនមែនទេលោកតាឈីលោកតាមើលចុះលីងលីងនាងដឹងកំហុសហើយលែងពួកយើងទៅខ្ញុំសុំអង្វរលោកតាហើយអេចាំបន្តិចអ្នកទាំងពីរធ្វើដូចជាគ្រាន់តែសុំទោសហើយអាចរស់បានអញ្ចឹងមិនក៏មិនរត់ទៀតទៅចាំងឈីខ្ញុំសុំទោសខ្ញុំខុសហើយកុំទុកខ្ញុំចោលនៅទីនេះអីបានទេគិតដល់រឿងដែលពួកយើងធ្លាប់ស្រឡាញ់គ្នាពីមុនមកខ្ញុំសុំអង្វរនាំខ្ញុំទៅជាមួយផងឆាប់រត់ទៅពេលវេលាមិនសល់ច្រើនទេបើរត់យឺតពេកនៅទីនេះធ្វើជាចំណីឲ្យពួកបិសាចទៅចាំងឈីកុំទៅអីខ្ញុំមិនគួរក្បត់ឯងទេកុំទៅអីចាំងឈីទោះខ្ញុំងាប់ក៏ខ្ញុំមិនលើកលែងឲ្យឯងដែរអ្នកដែលដើរតាមខ្ញុំនឹងរុងរឿងអ្នកដែលប្រឆាំងនឹងត្រូវវិនិច្ឆ័យម្ចាស់ប្រព័ន្ធសម្រាប់ស្រូវបានទទួល500ពិន្ទុចិត្តដាច់សាហាវមិនយកយល់ម្ចាស់ប្រព័ន្ធធ្វើឲ្យស្រូវខ្លាយជាបិសាចបានទទួល1000ពិន្ទុ1500ពិន្ទុលើកនេះចំណេញធំហើយឆាប់ទៅមេចិត្តងឹតហើយត្រូវប្រញាប់ដំឡើងកម្រិតវេទិកានោះគឺជាហ្វុងបិសាចចម្លែកមិននឹកស្មានថាវាចេញមកលឿនយ៉ាងនេះសោះស្បែករឹងដល់ហើយកំភ្លើងបាញ់មិនធ្លុះមែនទេអញ្ចឹងខ្ញុំដឹកឯងឲ្យងាប់តែម្ដងនេះគឺជាអ្នកមានសមត្ថភាពពិសេសធៀបភ្លើងមែនទេបន្ទាប់ពីបិសាចចម្លែកបានមកដល់មនុស្សមួយចំនួនបានបើកសោសែននិងមានសមត្ថភាពពិសេសផ្សេងគ្នាដោយសាររាងកាយខុសគ្នាសមត្ថភាពដែលទទួលបានក៏ខុសគ្នាដែរនេះគឺជាសមត្ថភាពដឹកកម្ដៅធៀបភ្លើងអាចបង្កើតអណ្ដាតភ្លើងនិងធ្វើឲ្យផ្ទុះបានការណែនាំកម្ចាត់នាងទៅបាទដឹងហើយខ្ញុំដឹងថាឯងចង់ប្រាប់ថាបើកម្ចាត់ស្រីស្អាតម្នាក់នេះនឹងបានពិន្ទុប៉ុន្មានហើយតែមិនបាច់ទេនាងគ្មានចេតនាអាក្រក់ឡើយអ្នកមានសមត្ថភាពពិសេសមានតិចណាស់ហើយពួកគេច្រើនតែនៅជាក្រុមដើម្បីរស់មិនចាំបាច់បង្កើតស្រូវទេមេបាញ់ចំគោដល់ល្អណាស់តើម្នាក់នេះបានកំភ្លើងមកពីណាឆាប់ទៅឬមួយក៏គេជាអ្នកមានសមត្ថភាពពិសេសដែរចប់ហើយនេះជាស្អីគេហ្នឹងបិសាចកម្រិតស្នាវាអាចកំបាំងធ្លាប់សម្រាប់មនុស្សបាន3332នាក់បើកម្ចាត់នាវានេះបាននឹងទទួលបាន30000ពិន្ទុម្ចាស់ប្រព័ន្ធកុំសាកល្បងអីខ្ញុំជាអ្នកបម្រើលោកឆាប់រត់ទៅឥឡូវនេះមានសរុប1500ពិន្ទុតើគូដំឡើងអ្វីខ្លះទៅក្មួយប្រុសចែកឲ្យមីងខ្លះផងមីងមិនបានញ៉ាំអី2ថ្ងៃហើយចេញទៅក្មេងម្នាក់នេះមិនក៏អញ្ចឹងធ្វើមនុស្សអាត្មានិយមពេកប្រយ័ត្នរន្ទះបាញ់ណា
ការដែលខ្ញុំត្រូវបានគេរុញទម្លាក់ទឹកសមុទ្រមិនឃើញលោកឯងជួយទាញខ្ញុំផងឥឡូវបែរមកប្រដៅខ្ញុំវិញអញ្ចឹងពិនិត្យឃើញថាម្ចាស់ប្រព័ន្ធមាន1500ពិន្ទុតើចង់ដំឡើងកម្រិតជំរកដែរឬទេដំឡើងតើមានជំរឿនល្អអ្វីខ្លះតាមតម្រូវការរបស់ម្ចាស់ប្រព័ន្ធយើងសូមណែនាំទំនិញដូចជាទៅប្រើប្រាស់1000ពិន្ទុដើម្បីបដូរយកប្រអប់អាចកំបាំងដំឡើងវេទិការយៈពេលដំឡើងគឺ6ម៉ោង1000ពិន្ទុនឹងអីថ្លៃដល់ហើយតែគ្រោះថ្នាក់នៅចំពោះមុខមានតែព្រមធ្វើតាមនឹងហើយបញ្ជាក់ការដំឡើងការដំឡើងប្រព័ន្ធត្រូវបានបញ្ចប់ព្រះឲ្យនេះជាស្អីនឹងប្រអប់អាចកំបាំងនេះពិតជាមានតម្លៃណាស់ការណែនាំម្ចាស់ប្រព័ន្ធនៅសល់500ពិន្ទុទៀតអាចដំឡើងកាយសម្ពាធផ្ទាល់ខ្លួនបានប្រាប់មកមើលប្រើប្រាស់500ពិន្ទុដើម្បីបដូរយកអស្តកម្រិតអេសេរ៉ុមទាហានកម្ពុជាក្រោយពេលប្រើវានឹងពង្រឹងកាយសម្ពាធគ្រប់ផ្នែកតើម្ចាស់ប្រព័ន្ធចង់បដូរដែរឬទេអញ្ចឹងក៏បានដែរបញ្ជាក់ការបដូរសេរ៉ុមទាហានកម្ពុជានេះប្រហែលជាមិនធ្វើឲ្យខ្ញុំខកបំណងទេមានការបង្កើនកម្លាំងនេះហើយខ្ញុំអាចតាំងជាមួយពួកបិសាចបានពេញមួយថ្ងៃតែម្ដងខ្យល់សមុទ្រពេលយប់ទាំងត្រជាក់ទាំងឃ្លានខ្ចីឲ្យឯងស្លៀកពាក់បន្តិចមើលចេញទៅសាកសពក្នុងសមុទ្រមានច្រើនណាស់មិនមិនទៅស្រង់ខ្លួនឯងទៅនោះមានមួយហើយតើទៅជាហ្វាំងលីងតើទៅមើលឆាប់ឆែកហៅប៉ៅនាងមើលមានអីញ៉ាំអត់ការដំឡើងវេទិកា6ម៉ោងត្រូវបានបញ្ចប់ផ្ទៃក្រឡា100ម៉ែត្រការ៉េមូលដ្ឋានបេតុងកម្លាំងការពារកម្រិតកម្លាំងប្រយុទ្ធកម្រិតភាពរហ័សរហួនកម្រិតបរិមាណស្បៀងកម្រិតចាស់រឿងស្បៀងស្រួលដោះស្រាយទេគ្រាន់តែស្រង់ពីក្នុងទឹកមកជាការស្រេចខំប្រឹងបង្កើតវេទិកាកម្រិត4ឲ្យបានចប់ហើយគឺត្រីសេកមិននឹកស្មានថាក្រោយចាក់សេរ៉ូមទាហានកំពូលហើយភាពច្បាស់លាស់នឹងការវិនិច្ឆ័យរបស់ខ្ញុំក៏កើនឡើងដែរចាប់ត្រីពិតជាងាយស្រួលជាងមុនឆ្ងាយណាស់ផ្ទះធំយ៉ាងនេះតើគេធ្វើវាបានដោយរបៀបណាឬមួយគេជាស្ថាបត្យករមានសមត្ថភាពពិសេសទៀតដីគួរឲ្យច្រណែនណាស់បើគេព្រមនាំខ្ញុំទៅជាមួយឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរបងប្រុសសង្ហាអាចនាំខ្ញុំទៅជាមួយបានទេមិននាំទេ